នេះដែរយើងមកសិក្សាអំពីវិធីគិតលេខលឿនទាក់ទងមួយការលើកជាការ៉េនៃលេខ2ខ្ទង់ហើយចំណុចទី1នេះដែរយើងនឹងសិក្សាអំពីលេខណាដែលបញ្ចប់ដោយលេខ5ក្នុងចុងឯងបាទអញ្ចឹងឧទាហរណ៍ដូចជាលេខ15អញ្ចឹងយើងចង់លើក15ជាការ៉េអញ្ចឹងស្មើប៉ុន្មានអញ្ចឹងខ្ញុំសាកគិតមួយលេខ15ការ៉េខ្ញុំអាចទៅសេថា25 2អញ្ចឹងសំណួរគឺថាហេតុអីបានគិតលឿនអញ្ចឹងបាទអញ្ចឹងគឺមានវិធីរបស់គេទី1ខ្ញុំឧទាហរណ៍លេខ25ការ៉េមកធ្វើជាឧទាហរណ៍ជាក់ស្ដែងគឺយើងយកលេខ5លើកជាការ៉េយើងបានលេខខាងចុងបាទអញ្ចឹង25ការ៉េបាន25តមកចំពោះលេខនៅភាគយកលេខ2នេះយើងយកគុណជាមួយលេខដែលធំជាងវា1អញ្ចឹងលេខ2ធំជាងវា1លេខ3អញ្ចឹងវាទៅជា2គុណ3អញ្ចឹង2 3ដង6បាទអញ្ចឹងចម្លើយរបស់យើងគឺ625បាទអញ្ចឹងឧទាហរណ៍មួយទៀតទៅឧទាហរណ៍ C បាទ45ការ៉េចុះបាទអញ្ចឹងទី1យើងយក5នៅលើកជាការ៉េស្មើឲ្យ25ហើយពេល4យើងយកគុណមួយលេខដែលធំជាងវា1គឺ5អញ្ចឹង4គុណឲ្យ5គឺ20អញ្ចឹងយើងឃើញថា45ការ៉េស្មើ2025បាទអញ្ចឹងនេះជាវិធីគិតលេខលឿន